ជំរាបសួរស្វាគមន៍មកកាន់ My Vlog នាងខ្ញុំថាចន្ទរាឌីជាសមាជិកនៃក្រុមអប្សរា25ដួងវីដេអូនេះនាងខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នានៅកម្មវិធីសន្និសីទសារព័ត៌មាននៃការនិពន្ធនិងដំឡើងស្នាដៃថ្មីរបាំអប្សរាយសោធរៈវរៈចក្រភពអង្គរកម្មវិធីបានធ្វើឡើងកាលពីថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នៅសន្តាគារហីម៉ាវរីភ្នំពេញយើងខ្ញុំទាំងអស់គ្នាពិតជាសូមអរគុណដល់សន្តាគារហីម៉ាវរីដែលបានផ្ដល់នូវទីតាំងដែលមានផាសុកភាពធំទូលាយបរិយាកាសល្អសម្រាប់ការធ្វើសន្និសីទសារព័ត៌មានមួយនេះទស្សនីយភាពរបាំអប្សរាយសោធរៈវរៈចក្រភពអង្គរគឺជាស្នាដៃនិពន្ធផ្ទាល់របស់បងស្រីថោកពេជ្រអមរិតស្ថាបនិកនៃក្រុមអប្សរា25ដួងក្នុងគោលបំណងលើកតម្កើងវប្បធម៌ជាតិខ្មែរពិសេសគឺក្បាច់របាំបុរាណខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិនិងអន្តរជាតិក្នុងរបាំនេះគឺត្រូវបានចូលរួមសម្ដែងពីក្រុមយុវតីស្ម័គ្រចិត្តនៃក្រុមអប្សរា25ដួងជាពិសេសក៏មានការចូលរួមស្ម័គ្រចិត្តពីសិល្បករសិល្បករនីរៀមច្បងដែលជាតារាសម្ដែងល្បីៗនៃប្រជាជាតិកម្ពុជាដែលពួកគាត់សម្ដែងនៅក្នុងតួអង្គសំខាន់ៗដូចជាតួអង្គព្រះមហាក្សត្រនាសម័យកាលអង្គរហើយក្នុងនោះផងដែរយើងក៏មានរួមបញ្ចូលជាមួយនឹងក្បាច់គុនបុរាណខ្មែរគឺក្បាច់គុនល្បុក្កតោបាននិយាយពីភាពស្រស់ស្អាតរបស់តួអង្គអប្សរាសិល្បករនីនិងក្រុមសម្ដែងរបាំទាំងអស់នាងខ្ញុំពិតជាសូមអរគុណទៅដល់ក្រុមហ៊ុន Revlon Cambodia ក្រុមហ៊ុន Revlon Cambodia គឺជាដៃគូសហការដ៏ធំជាមួយនឹងក្រុមអប្សរា25ដួង Revlon ក៏បានធ្វើការដាក់តាំងបង្ហាញនៅផលិតផលជាច្រើនមុខនៅក្នុងកម្មវិធីនេះផងដែរជាចុងក្រោយនាងខ្ញុំសូមអរគុណដល់ដៃគូសហការទាំងអស់ដែលបានរួមចំណែកនិងជួយឲ្យកម្មវិធីនេះទៅមុខយ៉ាងរលូននិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់អាយដាមហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរនិងលោកជំទាវ កុយពិសីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលបានអញ្ជើញជាគណៈអធិបតីនិងកាក់សាបូសម្ពោធជាផ្លូវការនៃស្នាដៃថ្មីរបាំអប្សរាយសោធរៈវរៈចក្រភពអង្គរដែលរបាំនេះក្រុងថតជា MV ខ្នាតធំនៅឆ្នាំក្រោយជាការលើកទឹកចិត្តនិងការគាំទ្របងប្អូនទាំងអស់គ្នាក៏អាចចូលរួមឧបត្ថម្ភមកកាន់ក្រុមអប្សរា25ដួងដើម្បីផលិតនៅស្នាដៃថ្មីនេះផងដែរនាងខ្ញុំសូមជួបជាមួយនឹង QR Code ដើម្បីទទួលការឧបត្ថម្ភពីសំណាក់បងប្អូនទាំងអស់គ្នាជួបគ្នាឆាប់ៗជាមួយនឹង MV ផ្លូវការរបាំអប្សរាយសោធរៈវរៈចក្រភពអង្គរសូមអរគុណសូមជម្រាបលា